គ្រូរបស់កូនជាសិស្សបាថនសិក្សាភូមិបឹងគេជាកូនកំព្រាម្ដាយឪពុកហើយរស់នៅជាមួយម្ដាយមេឃកូនជាក្មេងឆ្លាតស្លូតបូតហើយឧស្សាហ៍ព្យាយាមកូនខិតខំរៀនសូត្រហើយធ្វើកិច្ចការដោយហ្មត់ចត់អ្នកគ្រូនិងសិស្សឯទៀតស្រឡាញ់ចូលចិត្តកូនគ្រប់គ្នាអ្នកគ្រូអាណិតកូនណាស់ព្រោះកូនមានជីវភាពក្រីក្រជាងសិស្សឯទៀតអ្នកគ្រូបានដឹងថាកូនចូលចិត្តនឹងប៉ាន់ប្រសពក្នុងការគូគំនូរគាត់មានបំណងជួយកូនឲ្យខ្លាយជាជាងគំនូរដ៏ពូកែម្នាក់ថ្ងៃមួយអ្នកគ្រូបានហៅកូនមកសួរកូនតើឯងចង់ខ្លាយជាជាងគំនូរដែរឬទេកូនលើកដៃសំពះអ្នកគ្រូហើយឆ្លើយដល់ស្រងត់ស្រងាត់ជំរាបប្រសាអ្នកគ្រូការងារនេះខ្ញុំចូលចិត្តណាស់ប៉ុន្តែខ្ញុំមិនអាចធ្វើបានទេអ្នកគ្រូញញឹមហើយនិយាយបន្តមិនអីទេបើឯងពេញចិត្តខ្ញុំនឹងនិយាយជាមួយឪពុកមាខ្ញុំឲ្យគាត់ជួយបង្រៀនគាត់ជាជាងគំនូរដ៏ចំណានម្នាក់គាត់ចូលចិត្តគាត់ចិត្តល្អណាស់គាត់ធ្លាប់ជួយក្មេងក្រីក្រដោយឯងពី3នាក់រួចមកហើយចំណែកខ្ញុំវិញនឹងជួយផ្នែកសម្ភារៈឯងកុំព្រួយអីគាត់តែខំរៀនទៅអរគុណអ្នកគ្រូប៉ុន្មានថ្ងៃមកពេលទំនេរកូនបានឆ្លៀតពេលទៅរៀនគូគំនូរពូធឿនបានជួយបង្រៀនកូនដោយស្មោះសរមិនយូរប៉ុន្មានកូនអាចគូររូបភាពខ្លះកូនបានជួយគូររូបភាពផ្សេងទុកជាសម្ភារៈសម្រាប់អ្នកគ្រូយកមកបង្រៀនសិស្សរាល់ថ្ងៃមួយពូធឿនបានដឹងអំពីការប្រឡងគំនូរសម្រាប់កុមារនៅក្នុងតំបន់គាត់បានប្រាប់កូនឲ្យគូដើម្បីយកលុយដើម្បីយកទៅចូលរួមប្រកួតប្រជែងនឹងគេស្នាដៃរបស់កូនពេលនោះបានចប់លេខពេកក្រោយមកទៀតមានការប្រឡងម្ដងទៀតលើកទី2នេះកូនទទួលបានលេខ1ព្រមទាំងទទួលបានរង្វាន់យ៉ាងច្រើនកូនសប្បាយចិត្តណាស់គេ